รียกว่าប្រិមត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿងរបស់ Admin Mochita ជួបគ្នាជាមួយ Admin ម្ដងទៀតដោយបន្តសាច់រឿងមកយើងនៅក្នុងភាគ13ដល់18ទាំងអស់គ្នាយើងបានដឹងហើយថាមូជឺបានរៀបចំនៅគម្រោងដើម្បីឲ្យស៊ីងវ៉ាបានឃើញនៅ USB ដែលបានបន្សល់ទុកពីប៉ារបស់គេមកអញ្ចឹងឥឡូវនេះវាក៏បង្ហាញឲ្យយើងបានឃើញថាពេលហ្នឹងគឺប៉ារបស់ស៊ីងវ៉ាក៏បាននិយាយសុំអង្វរជាមួយនឹងអ៊ីសៀលនិងមូជឺអីក៏នៅកន្លែងហ្នឹងដែរតែតជាមួយនឹងលុយកាក់ដែលគាត់បានធ្វើការវីដេអូមកគឺអ៊ីសៀលហ្នឹងគេទៀមទាយកមកបកគោលអីគេវិញប៉ារបស់ស៊ីងវ៉ាលោកយាហ្នឹងគាត់បានចំណេញលុយពីការវីដេអូនេះចំនួន10លានតែក្នុងចំណោមហ្នឹងក៏មាន1លានដែលជាលុយដែលគាត់ហ្នឹងបានខ្ចីពីមិត្តភក្តិរបស់គាត់មកដែរគាត់ក៏សុំវល់អាលុយ9លានហ្នឹងយកក៏យកចោលប៉ុន្តែអា1លានហ្នឹងក៏ទុកសងមិត្តភក្តិរបស់គាត់វិញទេហើយរូបភាពដែលគាត់បានលុតជង្គង់សុំវល់អ៊ីសែលហ្នឹងក៏យកលុយរបស់គាត់ហ្នឹងស៊ីងវ៉ាន់គេបានឃើញទាំងអស់ហើយគេពិតជាខឹងជាមួយនឹងអ៊ីសែលខ្លាំងមែនតើស៊ីងវ៉ាន់មានការយកច្រឡំថាប៉ែរបស់ខ្លួនហ្នឹងចូលពាក់បំណុលទៅកាន់អ៊ីសែលទៅនៅក្បែរអ៊ីសែលហ្នឹងដើម្បីដោះបំណុលទាំងអស់នោះដែលគេពិតវាគ្រាន់តែជាការកុហករបស់អ៊ីសែលប៉ុណ្ណោះនឹង USB នឹងទៅទៀតក៏មានវីដេអូមួយដែលប៉ែរបស់ស៊ីងវ៉ាន់គាត់ក៏និយាយផ្ដែផ្ដាំជាចុងក្រោយទៅកាន់កូនស្រីរបស់គាត់អីចឹងទៅដល់ពេលដែលស៊ីងវ៉ាន់មើលការរៀបរាប់របស់ប៉ែគេហើយទៅគឺគេពិតជាចង់ទៅសម្រាប់អ៊ីសែលចោលមែនតើព្រោះដឹងថាអ៊ីសែលហ្នឹងតាក់ទងជាមួយនឹងការស្លាប់ប៉ាគេហើយតែអ៊ីណែនក៏ហាមឃាត់ស៊ីងវ៉ាន់បើសិនជាទៅឥឡូវដូចជាសម្រាប់ខ្លួនឯងចោលអញ្ចឹងពិសេសគឺត្រូវគិតដល់ស៊ីងយាផងដែរអ៊ីណែនក៏ខឹងជាមួយនឹងអ៊ីសែលមិនស្ទើរទេព្រោះថាការបាត់បង់លុយ1លានរបស់ប៉ាគេហ្នឹងក៏ជាស្នាដៃរបស់អ៊ីសែលដែរអញ្ចឹងហើយយើងក៏ឃើញថាអ៊ីណែនហ្នឹងក៏លួចតាមពីក្រោយឡានរបស់អ៊ីសែលពេលដែលអ៊ីសែលហ្នឹងចេញទៅណាមិនដឹងទេស៊ីងវ៉ាន់ក៏មិនទាន់ដឹងដែរដែលគេហ្នឹងក៏កំពុងតែអង្គុយសម្លឹងមើលតុក្កតាហ្នឹងស្រាប់តែចាប់អារម្មណ៍ឃើញថាមានសរសៃអំបោះប្លែកនៅលើតុក្កតានោះដែលវាមិនធ្លាប់មានពីមុនឡើយទៅធ្វើឲ្យគេហ្នឹងបានចាប់អារម្មណ៍ទៅលើតួអក្សរដែលបានសរសេរនៅលើกระดาษទូចមួយឲ្យគេហ្នឹងគឺមិនមែនជាអក្សររបស់ប៉ាគេទេបើវាក៏ជាចេតនារបស់អ្នកដទៃដើម្បីឲ្យគេបានដឹងដែរហើយមូជឹកហ្នឹងគេក៏ប្រាប់ស៊ីងយីឲ្យដឹងថាស៊ីងវ៉ាន់ហ្នឹងកំពុងតែរស់នៅក្នុងផ្ទះរបស់អ៊ីសែលទៅស៊ីងវ៉ាន់ហ្នឹងមកមើលឲ្យឃើញផ្ទាល់ភ្នែករបស់ខ្លួនឯងតែម្ដងតើឃើញស៊ីងវ៉ាន់នៅនឹងអញ្ចឹងគេពិតជាខឹងជាមួយនឹងបងរបស់គេខ្លាំងមែនតើការដែលព្យាយាមឲ្យគេនៅឆ្ងាយពីអ៊ីសែលក៏ពិតទៅគឺចង់មកដេញតាមអ៊ីសែលដែលខ្លួនឯងសោះស៊ីងយីហេតុតែងប់ងល់ជាមួយនឹងការស្រឡាញ់ហើយទោះបីជាស៊ីងវ៉ាន់ព្យាយាមនៅក្នុងការបោះស្រាយយ៉ាងណានោះក៏គេស្ដាប់បញ្ចូលដែរគឺថាការបោះស្រាយរបស់ស៊ីងវ៉ាន់ហ្នឹងគ្រាន់តែជាពាក្យកុហកប៉ុណ្ណោះទោះបីជាបានដឹងការពិតចេញពីមាត់របស់ស៊ីងវ៉ាន់ថាស៊ីងវ៉ាន់ហ្នឹងស្អប់អ៊ីសែលចង់តែសម្លាប់អ៊ីសែលចោលព្រោះអ៊ីសែលហ្នឹងជាដើមហេតុដែលធ្វើឲ្យប៉ារបស់ពួកគេបានស្លាប់ក៏ដោយនោះក៏ស៊ីងយីហ្នឹងមិនព្រមទទួលស្គាល់ការពិតថាអ៊ីសែលហ្នឹងជាមនុស្សអាក្រក់ទេរួចមកនោះឈៀនអ៊ីហ្នឹងក៏តាក់ទងមកកាន់ស៊ីងវ៉ាន់ក៏ព្រោះថាអ៊ីណាដែលបានលួចតាមដានអ៊ីសែលហ្នឹងឥឡូវហ្នឹងគឺបាត់តម្រុយរបស់គេហើយទូរស័ព្ទហ្នឹងក៏តាក់ទងអត់ចូលទៀតឡោះហើយស៊ីងវ៉ាន់ហ្នឹងក៏បញ្ញាប់តាក់ទងទៅកាន់អ៊ីសែលដើម្បីសួរនាំចង់ដឹងថាតើអ៊ីសែលហ្នឹងនៅកន្លែងណាឲ្យផ្ញើទីតាំងហ្នឹងមកឲ្យគេមកអ៊ីសែលគេក៏យកព្រមនៅក្នុងការផ្ញើទីតាំងដែលគេកំពុងទៅហ្នឹងតែឲ្យស៊ីងវ៉ាន់ប៉ុន្តែសម្រាប់មូជឺវិញដូចជាកំពុងតែមានការភ័យខ្លួនខ្លាចថាស៊ីងវ៉ាន់ហ្នឹងនឹងដឹងតម្រុយអីម្យ៉ាងសកម្មភាពរបស់មូជឺក៏អ៊ីសែលមានការសង្ស័យទៅពួកគេក៏ឈប់ឡាននិយាយគ្នាដែលអ៊ីសែលចង់ដឹងគេពិតថាមានរឿងអីកើតឡើងចំពោះប៉ាស៊ីងវ៉ាន់ឲ្យពិតប្រាកដគេពិតទៅអ៊ីសែលគេអាចបានដឹងរឿងតាក់ទងជាមួយនឹងការស្លាប់របស់ប៉ាស៊ីងវ៉ាន់ទេហើយមូជឺហ្នឹងគេក៏កុហកថាគឺគាត់ហ្នឹងមានគ្រោះថ្នាក់ចៃដន្យក៏បាត់បង់ជីវិតអញ្ចឹងឯងចំណែករបស់មូជឺធ្វើឲ្យអ៊ីសែលហ្នឹងគាត់ថាតើគេគួរតែជឿមូជឺទៀតឬមួយក៏អត់ទោះបីជាសកម្មភាពរបស់មូជឺហ្នឹងធ្វើមិនឲ្យប៉ះពាល់ទៅដល់គូគ្រប់របស់ពួកគេក៏ដោយក៏ដឹងថាមូជឺហ្នឹងព្យាយាមធ្វើឲ្យមានភាពរង្គោះរង្គើដែលគេហ្នឹងអាចមានហេតុផលមួយដើម្បីបណ្ដេញស៊ីងវ៉ាន់ចាញ់ពួកគេក៏មិននិយាយអ្វីវែងឆ្ងាយទេក៏រៀបចំចាក់ចាញ់ពីទីកន្លែងមួយហ្នឹងតែស៊ីងវ៉ាន់ហ្នឹងក៏មករកឃើញអ៊ីសែលស្រាប់ពេលដែលអ៊ីណាតបើកម៉ូតូយ៉ាងលឿនតម្រង់មកកាន់អ៊ីសែលចង់សម្លាប់អ៊ីសែលចោលប៉ុន្តែស៊ីងវ៉ាន់ហ្នឹងក៏បពាំងមកអញ្ចឹងហើយក៏មិនបានសម្លាប់អ៊ីសែលបើជាត្រូវអ៊ីសែលហ្នឹងឲ្យកូនចៅរបស់គេហ្នឹងវាយទៅកាន់អ៊ីណាតយ៉ាងត្រត្រោមខ្លាំងមែនតើស៊ីងវ៉ាន់ក៏ខំអង្វរក៏ឲ្យអ៊ីសែលហ្នឹងលើកលែងឲ្យអ៊ីណាតប៉ុន្តែអ៊ីណាតហ្នឹងក៏សម្ដីថ្លោះជាមួយនឹងអ៊ីសែលខ្លាំងពេកមានណាអ៊ីសែលក៏ដកដងវាយកូនហ្គោរបស់គេថានឹងវាយបបាក់ដៃរបស់អ៊ីណាតចោលហើយដៃរបស់អ៊ីណាតណាវាពិតជាសំខាន់សម្រាប់អាជីពការងាររបស់អ៊ីណាតខ្លាំងមែនតើដោយសារតែគេគឺជាកីឡាករ e-sport ស៊ីងវ៉ាន់ក៏មិនអាចអង្វរក៏បញ្ឈប់សកម្មភាពរបស់អ៊ីសែលបានគេក៏ប្រទះឃើញដបមួយនឹងដីអញ្ចឹងគេក៏រើយកមកវាយក្បាលរបស់អ៊ីសែលតែម្ដងដើម្បីជួយសង្គ្រោះជីវិតរបស់អ៊ីណាឈាមក៏បានហូរវ៉ាវដោយសារតែអ៊ីសែលបានបាយក្បាលទៅហើយអ៊ីសែលនឹងក៏ខឹងជាមួយនឹងស៊ីងវ៉ាន់ខ្លាំងដែរព្រោះអីស៊ីងវ៉ាន់បានប្រឆាំងជាមួយនឹងគេក៏ដោយសារតែចង់ការពារជីវិតរបស់អ៊ីណាតែស៊ីងវ៉ាន់គេក៏ថាគេធ្វើគ្រប់យ៉ាងនេះក៏ព្រោះតែប៉ារបស់គេគឺអ៊ីសែលនឹងតាក់ទងនឹងការស្លាប់ប៉ាគេអ៊ីសែលនឹងក៏ចោទជាសំណួរវិញថាតើស៊ីងវ៉ាន់នឹងសង្ស័យគេមែនបើសិនជាសង្ស័យគេហេតុអីក៏ជួយជីវិតរបស់គេមុននឹងជួយគេហើយហេតុអីក៏ប្រឆាំងជាមួយនឹងគេទៀតឬមួយនាងធ្វើបែបហ្នឹងក៏ដោយសារតែបារម្ភម្នាក់នឹងឆ្លើយជាមួយនឹងគេមកព្រោះសំណួររបស់អ៊ីសែលគឺមិនមានចម្លើយនោះទេរឿងក៏បានបង្ហាញមកកាន់ពេលដែលស៊ីងវ៉ាន់បានដឹងខ្លួននៅក្នុងបន្ទប់ឯណេះវិញដោយអ៊ីសែលដូចជាមានការបកស្រាយប្រាប់ទៅកាន់ស៊ីងវ៉ាន់តាក់ទងនឹងការយកច្រឡំសាច់រឿងរបស់ពួកគេហើយប៉ារបស់ស៊ីងវ៉ាន់បានចាប់ពាក់បំណុលអ៊ីសែលមែនហើយគេហ្នឹងពិតជាបង្ខំនៅក្នុងការទាមមែនប៉ុន្តែគេមិនបានធ្វើបាបប៉ារបស់ស៊ីងវ៉ាន់ឡើយហើយគេក៏សន្មតថាពួកគេហ្នឹងគឺស្មារភាពគ្នាព្រោះថាស៊ីងវ៉ាន់ក៏ធ្លាប់ធ្វើឲ្យប៉ារបស់គេ
បាត់បង់ជីវិតដោយប្រយោលគេក៏អញ្ចឹងដែរស៊ីវ៉ាន់បានទទួលស្គាល់ថាពួកគេស្មារភាពគ្នាអីនោះទេព្រោះប៉ារបស់អ៊ីសៀលនឹងទៅជាពាក់បំណុលគេក្នុងការប្រាក់ខ្ពស់អីអញ្ចឹងទៅមានបញ្ហាដោយខ្លួនឯងប៉ុណ្ណោះដល់ពួកគេមិនទទួលស្គាល់នឹងមិនអោតអោននៅគ្នាទៅវិញទៅមកអ៊ីសៀលនឹងគេក៏ឲ្យជម្រើសពីរទៅកាន់ស៊ីវ៉ាន់នៅពេលនេះទី1គឺជិះទូជាមួយនឹងគេទី2គឺលោតចូលទឹកទៅចង់មិនន័យថាគឺនៅក្បែរអ៊ីសៀលអីអញ្ចឹងណាប៉ុន្តែស៊ីវ៉ាន់គឺមិនជ្រើសរើសយកជម្រើសណាមួយឡើយម្ល៉េះហើយអ៊ីសៀលនឹងក៏ឃុំខ្លួនស៊ីវ៉ាន់នៅក្នុងបន្ទប់នឹងទៅរហូតតតែនាងនឹងមានការសម្រេចចិត្តណាមួយហើយអ៊ីសៀលក៏ត្រូវរើសលេខាថ្មីចំនួនកន្លែងរបស់ស៊ីវ៉ាន់តែមើលប្រវត្តិទ្រូច្រើនណែឲ្យគេអត់ពេញចិត្តម្នាក់ណាសោះស្រាប់តែស៊ីងយានឹងគេក៏បង្ហាញខ្លួនមកថាគេនឹងចង់ធ្វើជាលេខារបស់អ៊ីសៀលទាំងដែលខ្លួនឯងនេះទៅតែអាយុ18ឆ្នាំហើយមានការស្លៀកពាក់នឹងគឺមិនសមរម្យទៀតតោះតែអ៊ីសៀលបានចំទាស់ស៊ីងយានឹងគេក៏ថាការបងស្រីរបស់គេនៅក្បែរខ្លួនរបស់អ៊ីសៀលក៏ទៅតែ18ឆ្នាំដែរឬមួយក៏អ៊ីសៀលនឹងស្រឡាញ់បងស្រីរបស់គេអ៊ីសៀលនឹងមិនបានឆ្លើយតបជាមួយនឹងសំណួររបស់ស៊ីងយាឡើយដោយស៊ីងយាក៏បន្តនិយាយពីរឿងដែលស៊ីងវ៉ាន់នឹងបានចោទប្រកាន់ថាអ៊ីសៀលនឹងជាអ្នកដែលបង្កហេតុធ្វើឲ្យប៉ារបស់ពួកគេស្លាប់តែគេមិនជឿទៅលើបងស្រីរបស់គេទេនិយាយចោលនិយាយឡើងនឹងអ៊ីសៀលនឹងគេក៏ថាស៊ីងវ៉ាន់នឹងគឺនិយាយពិតជាត្រឹមត្រូវមែនគេតាក់ទងជាមួយនឹងការស្លាប់របស់ប៉ាពួកនាងស្ដាប់ឮនៅគេពិតអញ្ចឹងហើយស៊ីងយានឹងក៏មិនអាចទទួលយកបានដែរគេគិតថាអ៊ីសៀលនឹងកំពុងតែកុហកគេដែរអញ្ចឹងទៅគេក៏រត់ចេញពីនឹងតែអ៊ីសៀលនឹងនៅតែល្អជាមួយនឹងស៊ីងយាក៏ឲ្យកូនចៅនឹងទៅតាមមើលស៊ីងយាហើយមួយជឿនឹងគេក៏ផ្លុំទៅជាទៅកាន់អ៊ីសៀលថាតើអ៊ីសៀលនឹងអត់មានការសង្ស័យអីបន្តិចទេពីសកម្មភាពរបស់ស៊ីងវ៉ាន់មួយរយៈនេះតើបានគេផ្លុំទៅជាចឹងហើយអ៊ីសៀលនឹងចេះតែអាសាបអសរនៅមិនសនុកណាគេក៏បើកឆែកមើលកុំព្យូទ័ររបស់គេទៅលើ file ដែលមានឈ្មោះប៉ែរបស់ស៊ីងវ៉ាន់នឹងគឺមានការបដិឆេទពីការកែសម្រួលម្ល៉េះហើយគេក៏ដឹងថាមានអ្នកបើកចូលកុំព្យូទ័ររបស់គេហើយទើបអ៊ីសៀលនឹងមករករឿងស៊ីងវ៉ាន់ភ្លាមតែម្ដងព្រោះអ៊ីសៀលខំតែជឿថាសកម្មភាពនិងទង្វើរបស់ស៊ីងវ៉ាន់កន្លងមកគឺជាការពិតប៉ុន្តែវាគ្រាន់តែជាការបោកបញ្ឆោតរបស់ស៊ីងវ៉ាន់ប៉ុណ្ណោះដែលបានរៀនពីអ្នកមីងវាងមកដែលត្រូវជាម្ដាយរបស់គេនោះតតែកំហឹងនឹងការខកចិត្តនឹងវាជ្រួលជ្រាបខ្លាំងមែនតើអ៊ីសៀលនឹងក៏ចាប់ស៊ីងវ៉ាន់ថាប៉ុន្តែត្រូវស៊ីងវ៉ាន់នឹងទះគេមួយកំភ្លៀងព្រោះស៊ីងវ៉ាន់ក៏សោកពីទង្វើដែលអ៊ីសៀលនឹងបាត់បង់ម្ចាស់ការលើខ្លួនឯងអញ្ចឹងដែរហើយអ៊ីសៀលនឹងគេក៏ស្ដីបន្ទោសថាឲ្យស៊ីងវ៉ាន់គឺដោយសារតែវត្តមានរបស់ស៊ីងវ៉ាន់នឹងទៅធ្វើឲ្យជីវិតរបស់គេវាដុនដាបដល់ថ្នាក់នេះអ៊ីសៀលនៅតែមានការយល់ច្រឡំថាស៊ីងវ៉ាន់នឹងគឺជាពាក់បំណុលជីវិតមកកាន់គេអញ្ចឹងហើយស៊ីងវ៉ាន់នឹងគេក៏បកស្រាយនិយាយពីរឿងរ៉ាវដែលអ៊ីសៀលនឹងមិនបានដឹងប៉ុន្តែត្រង់ចំណុចខ្លះអ្នកមើលនឹងក៏បានដឹងហើយអញ្ចឹង admin ក៏មិនបាច់លើកមកនិយាយម្ដងទៀតទេយើងគ្រាន់តែមកដឹងបន្ថែមទៀតនៅពេលដែលស៊ីងវ៉ាន់នឹងបានតាក់ទងទៅខាងប៉ូលីសហើយនោះគឺគេក៏មិនដឹងដែរថាបែរជាប៉ូលីសនឹងទៅចាប់ខ្លួនរបស់អ៊ីសៀលវិញទោះបីជាគេនិយាយពីហេតុផលយ៉ាងណាបញ្យល់ទៅកាន់ខាងប៉ូលីសនឹងក៏ប៉ូលីសមិនព្រមដល់លែងអ៊ីសៀលដែរស៊ីងវ៉ាន់ក៏គ្មានចោទចាពេអីទៅកាន់អ៊ីសៀលបន្តិចដែរគឺអ៊ីសៀលជាមនុស្សដែលអសមត្ថភាពមិនអាចជួយឪពុករបស់ខ្លួនឯងបានប៉ុណ្ណោះអ៊ីសៀលអស់វិចារតែម្ដងព្រោះគេបានសងសឹកខំមនុស្សហេអញ្ចឹងហើយគឺថាមានតែមកសោកស្ដាយជាមួយនឹងទង្វើរបស់គេកន្លងមកដែលធ្វើបែបទៅកាន់ស៊ីងវ៉ាន់ចំណែកឯស៊ីងយាគេក៏កំពុងតែកើតទុកនឹងខកចិត្តមិនស្ទើរចំពោះទង្វើរបស់អ៊ីសៀលបន្ទាប់ពីបានដឹងការពិតដែលអ៊ីសៀលនឹងគឺធ្វើបាបមកកាន់បងស្រីរបស់គេនិងគ្រួសាររបស់គេស៊ីងយាតែងតែគិតថាអ៊ីសៀលគឺជាបរិសុទ្ធដែលល្អហើយក៏សង្ឃឹមថាថ្ងៃណាមួយគេក៏អាចរៀបការជាមួយនឹងអ៊ីសៀលបានដែរដោយសលេងមកវិញរឿងគ្រប់យ៉ាងដែលគេបានឃើញវាគ្រាន់តែជាការកុហកការសម្ដែងប៉ុណ្ណោះស៊ីងយាក៏ចោទសួរទៅកាន់ស៊ីងវ៉ាន់បើថ្ងៃនោះគេមិនបានទៅភូមិគ្រឹះនឹងដឹងពីការពិតនោះទេតែបងស្រីនឹងលាក់បាំងជាមួយនឹងគេរហូតមែនឲ្យគេធ្វើល្អជាមួយនឹងមនុស្សប្រុសដែលជាសត្រូវរបស់គ្រួសារពួកគេអញ្ចឹងមែនស៊ីងវ៉ាន់ក៏ទៅអង្គុយអោបប្អូនស្រីរបស់ខ្លួនដែលពោលថាមិនមែនរហូតនោះទេគេមានកម្រោលនៅក្នុងការបញ្ជូនអ៊ីសានឹងចូលទៅក្នុងគុកឯងតែបើជាស៊ីងយានឹងក៏ឆ្លើយតបថានេះគឺជាកម្រោលរបស់បងស្រីប៉ុណ្ណោះគេមិនមានកម្រោលអញ្ចឹងទេបើសិនជាបងស្រីចង់ធ្វើការសងសឹកកម្រោលគេបញ្ចូលអីហើយមិនបានជាស៊ីងយានឹងមិនចង់ធ្វើការសងសឹកអីហ្នឹងយើងក៏មិនតន់ដឹងច្បាស់ដែរបន្ទាប់មកស៊ីងវ៉ាន់គេក៏មកមើលអ្នកមីងវាងព្រោះគាត់ទៅតែដឹងខ្លួនមកទេស៊ីងវ៉ាន់ក៏មិនមែនមករបៀបសួរសុខទុក្ខអីទេគឺមកនិយាយបែបបញ្ឈឺអញ្ចឹងណាព្រោះថាអ្នកមីងវ៉ាងហ្នឹងគឺជាអ្នកដែលផ្ដល់កំណត់ឲ្យគេហ្នឹងនៅក្នុងការធ្វើបាបអ៊ីសៀលធ្វើឲ្យអ៊ីសៀលហ្នឹងដួលរលំអីអញ្ចឹងណាបើសិនជាអ៊ីសៀលបានដឹងពីទង្វើក្រោយខ្នងរបស់ម្ដាយខ្លួនអញ្ចឹងគឺអ៊ីសៀលកាន់តែស្អប់ម្ដាយរបស់ខ្លួនទៀតហើយអ្នកមីងវ៉ាងក៏ឆ្លើយតបថាការដែលគាត់ធ្វើបែបនេះក៏គាត់ធ្វើដើម្បីកូនប្រុសរបស់គាត់និងធ្វើដើម្បីស៊ីងវ៉ាន់ប៉ុណ្ណោះព្រោះអីចម្រោះនៃការសងសឹកហ្នឹងគឺមិនជាចម្រោះល្អឡើយលទ្ធផលដែលទទួលបានហ្នឹងគឺដោយតែគាត់កំពុងតែមានអញ្ចឹងកូនប្រុសរបស់គាត់អ៊ីសៀលហ្នឹងគឺជឿទៅលើអ្វីដែលខ្លួនឯងហ្នឹងបានឃើញខ្លាំងពេកគាត់ចង់ឲ្យអ៊ីសៀលហ្នឹងគឺទទួលស្គាល់និងមានសមត្ថភាពនៅក្នុងការជួបមនុស្សដែលខ្លួនឯងស្រឡាញ់ដែរគាត់ចង់ឲ្យអ្នកទាំងពីរហ្នឹងគឺចាក់ចាញ់ពីផ្លូវសងសឹកហើយស៊ីងវ៉ាន់ហ្នឹងក៏បានស្ងប់ចិត្តដែរតែស៊ីងវ៉ាន់ហ្នឹងក៏ឆ្លើយតបថាស្ងប់ចិត្តយ៉ាងម៉េចម៉ែប៉ែរបស់គេគឺមិនអាចត្រឡប់មកវិញទេគេក៏បានបាត់បង់យ៉ាងច្រើនក្នុងរយៈពេល5ឆ្នាំហ្នឹងអញ្ចឹងហើយទោះបីជាអ្នកមីងវ៉ាងគាត់ខំបញ្យល់ពីចេតនានិងហេតុផលរបស់គាត់យ៉ាងណានោះក៏ស៊ីងវ៉ាន់គេមិនស្ដាប់ដែរព្រោះដល់ដំណាក់កាលនេះហើយគេត្រូវតែបញ្ជូនអ៊ីសាហ្នឹងចូលគុកឲ្យបានហើយបើអ៊ីសាហ្នឹងនៅតែខូចចិត្តដដែលគ្រាន់តែដូរទីតាំងឥឡូវហ្នឹងគេកំពុងតែត្រាំទឹកហើយសម្លឹងមើលដៃរបស់គេគឺថាសុទ្ធតែឈាមតែម្ដងមួយជើងមកតន់ឃើញអញ្ចឹងក៏បញ្ញាប់ជួយខាត់ឈាមឲ្យអ៊ីសាហ្នឹងគេក៏និយាយពីរឿងដែលគេហ្នឹងខកចោលជាមួយនឹងសកម្មភាពរ
របស់គេកន្លងមកដែលគិតថាវាគឺជាការពិតប៉ុន្តែវាគ្រាន់តែជាការបោកប្រាស់ដែលគេជឿតែម្នាក់ឯងប៉ុណ្ណោះរីឯអ៊ីណានគេក៏មករកស៊ីវ៉ាន់ដោយបន្ទោសខ្លួនឯងដែលអសមត្ថភាពមិនអាចជួយការពារស៊ីវ៉ាន់បានរួចក៏បកគលនៅ USB ដែលស៊ីវ៉ាន់ខំលួចចម្លងពីកុំព្យូទ័ររបស់អ៊ីសាវមកដល់នៅក្នុងនោះគឺអត់មានអ្វីជាពិសេសនោះទេអញ្ចឹងស៊ីវ៉ាន់នៅតែមិនទាន់អាចរកផតាំងណាមួយដើម្បីចោទប្រកាន់ទៅកាន់អ៊ីសាវបានដោយផតាំងដែលស៊ីវ៉ាន់កំពុងតែរកនឹងគឺត្រូវតាក់ទងជាមួយនឹងលំហូរសាច់ប្រាក់លំហូរលុយកខ្វក់ដែលចូលទៅក្នុងក្រុមហ៊ុនរបស់អ៊ីសាវអញ្ចឹងដើម្បីតាមដានដឹងពីប្រតិបត្តិការនៃការចំណាយរបស់អ៊ីសាវស៊ីវ៉ាន់ក៏មានកំណត់មួយគឺឲ្យអ៊ីណានឹងចូលធ្វើការហាត់ការនៅក្នុងក្រុមហ៊ុន Mingfu ក្រុមហ៊ុននេះតាក់ទងជាមួយនឹងអ្វីអេដមីនក៏មិនទាន់ច្បាស់ដែរប៉ុន្តែគឺវាប្រហែលជាស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីសាវដែរហើយមួយជឿនឹងក៏ចូលដំណើរទៅកាន់អ៊ីសាវអញ្ចឹងទៅថាអ៊ីណាឥឡូវកំពុងតែចូលធ្វើការហាត់ការនៅក្នុងក្រុមហ៊ុន Mingfu លើអញ្ចឹងហើយអ៊ីសាវនឹងក៏មិនបានទៅពាំងផ្លូវរបស់អ៊ីណាដែរគេចង់ដឹងថាតើអ៊ីណានឹងមានសកម្មភាពអ្វីនៅក្នុងក្រុមហ៊ុននោះហើយយើងឃើញថាអ៊ីសាវនឹងគេកំពុងតែដុតក្តារយ៉ាងច្រើនដោយសារថ្ងៃហ្នឹងគឺជាថ្ងៃខួបស្លាប់ប៉ារបស់គេរួចមកនោះអ៊ីសាវក៏មករកស៊ីងវ៉ាន់តនពេលដែលស៊ីងវ៉ាន់ហ្នឹងកំពុងតែហៅបុគ្គលិករបស់គេនឹងជួបជុំគ្នាដើម្បីប្រឡួងសួរពីគណនេយ្យនៅក្នុងក្រុមហ៊ុនគូក្រុមរបស់អ៊ីសាវប៉ុន្តែអ៊ីសាវមកតអញ្ចឹងក៏បដិញពួកគេឲ្យត្រឡប់ទៅវិញអ៊ីសាវក៏មិនទុកស៊ីងយានៅនឹងដែរគេក៏អូសដែររបស់ស៊ីងយាថាត្រឡប់ទៅផ្ទះរបស់គេដែរណាប៉ុន្តែស៊ីងយានឹងក៏សួរថាតើលោកធ្វើអីទើបអ៊ីសាវនឹងក៏ប្រាប់ស៊ីងយាថាគេនឹងចង់និយាយគ្នាដែលគេបានដឹងកំហុសរបស់គេហើយចង់ឲ្យស៊ីងយានឹងអភ័យទោសឲ្យគេទុកអាកាយគេម្ដងទៀតតែប៉ះបើឲ្យស៊ីងយាវិញគឺឲ្យនាងនឹងមិននៅក្បែរខ្លួនរបស់គេហើយចាប់ផ្ដើមម្ដងទៀតមកព្រោះថាស៊ីងយាក៏ធ្លាប់បានសន្យាថានឹងនៅក្បែរខ្លួនរបស់គេរហូតដល់ប៉ុន្តែស៊ីងយានឹងក៏អស់សំណើចជាមួយនឹងពាក្យសម្ដីរបស់អ៊ីសាវព្រោះអ៊ីសាវក៏ធ្លាប់បាននិយាយតបមកកាន់គេដែរថាខ្លួននឹងគឺគ្មានអារម្មណ៍អីមកលើរូបគេបន្តិចទេអ៊ីសាវធ្លាប់បំផ្លាញគ្រប់យ៉ាងដែលគេមានហើយជូនគេកប់នៅក្នុងផុកទៀតនៅពេលនេះមកប្រាប់ថាស្រឡាញ់គេអញ្ចឹងគិតថាគេទទួលយកបានដែរអីហើយអ៊ីសាវយើងនឹងនៅតែអង្វរក៏សុំទោសទៅកាន់ស៊ីងយាគេនឹងព្រមកែកំហុសរបស់គេគ្រប់យ៉ាងឲ្យតែស៊ីងយានឹងលើកលែងទោសឲ្យគេព្រមធ្វើតាមអ្វីដែលស៊ីងយានឹងស្នើសុំមានអីស៊ីងយានឹងក៏ឆ្លើយតបថាឲ្យអ៊ីសាវនឹងចោលនរកទៅរួចហើយគេក៏ដកកបាតចេញពីដៃរបស់គេមកដៃកបាត់មួយនោះគឺនៅក្បែរខ្លួនរបស់គេច្រើនឆ្នាំដែរអញ្ចឹងណាទុកជាការដាស់តឿនសម្រាប់ជីវិតរបស់គេហើយបើសិនជាអ៊ីសាវនឹងហ៊ានចាក់ខ្លួនឯងអញ្ចឹងគេនឹងជឿថាអ៊ីសាវនឹងពិតជាមានវិបដិសារីក្នុងជីវិតរបស់ខ្លួនឯងមែនមិនចាំយូរអ៊ីសាវក៏យកកបាត់នឹងចាក់ទៅលើខ្លួនរបស់គេដើម្បីបញ្ជាក់ពីចិត្តស្មោះក៏ប៉ុន្តែគ្រប់យ៉ាងវាហួសពេលបាត់ទៅហើយអ្វីគ្រប់យ៉ាងវាមិនអាចកែប្រែបានព្រោះច្រើនឆ្នាំមកឡើងស៊ីវ៉ាន់តែងតែចង់ដឹងថាតើខ្លួនគេនឹងបានធ្វើអីខុសទៅលើអ៊ីសាវទៅអ៊ីសាវនឹងធ្វើទង្វើអាក្រក់ទាំងអស់នោះមកលើរូបគេបើសិនជាអ៊ីសាវបានបង្ហើបបន្តិចតាំងពីដំបូងប្រហែលជាពួកគេនឹងគឺអាចមានលទ្ធផលល្អជាងនេះតែអ៊ីសាវជ្រើសយកការជឿទៅលើខ្លួនឯងច្រើនជាងអញ្ចឹងហើយស៊ីវ៉ាន់ក៏ឲ្យអ៊ីសាវនឹងចូលនរកជាមួយនឹងការកែប្រែខ្លួនឯងចឹងទៅបន្ទាប់ពីស៊ីវ៉ាន់ដើរចាញ់អ៊ីសាវនឹងគេក៏បានសន្លប់ហើយក៏ស្ថិតនៅក្នុងសុបិនមួយដែលអ្នកគ្រប់គ្នានឹងក៏ធ្វើការស្ដីបន្ទោសទៅឲ្យអ៊ីសាវរួចមកនោះអ៊ីសាវក៏ដឹងខ្លួនមកវិញស្ថិតនៅក្នុងមន្ទីរពេទ្យដែលមានស៊ីងយានឹងនៅក្បែរខ្លួនរបស់គេតែម្ដងប៉ុន្តែមិនមែនមកមើលថែសួរសុខទុក្ខអ៊ីសាវណាគឺមកស្ដីបន្ទោសឲ្យអ៊ីសាវព្រោះទៅតែភ្ញាក់ខ្លួនដែលកន្លងមកអ៊ីសាវប្រើប្រាស់អារម្មណ៍របស់គេទោះបីជាគេបានតោងអ៊ីសាវយ៉ាងណាក៏អ៊ីសាវនឹងមានភាពអត់ធ្មត់ដោយសារតែចង់ដាក់សម្ពាធទៅលើបងស្រីរបស់គេប៉ុណ្ណោះស៊ីងយាខំប្រឹងស្ដីបន្ទោសថាឲ្យអ៊ីសាវប៉ុន្តែអ៊ីសាវនឹងក៏ដេញឲ្យស៊ីងយានឹងចេញទៅវិញទៅហើយមុននឹងស៊ីងយាចេញទៅយើងក៏បានដឹងថាការពិតទៅស៊ីងយាក៏ទទួលបានសម្បត្តិមួយដែលអ្នកគ្រូពេទ្យនឹងបានផ្ញើថាមកពីម្ដាយរបស់អ៊ីសាវទុកបកគលឲ្យអ៊ីសាវប៉ុន្តែស៊ីងយាមិនបានធ្វើការបកគលសម្បត្តិនឹងទៅឲ្យអ៊ីសាវឡើយឯនៅបន្ទប់សម្រាប់របស់អ្នកមីងវាងមូជឹកនឹងគេក៏ចូលមកមើលគាត់ដោយធ្វើការប្រឡែមបន្លំលួចបង្កប់នៅកាមេរ៉ាក្នុងបន្ទប់របស់គាត់ហើយតើអ្នកទាំងពីរនឹងមានជាការសន្ទនាបែបតសម្ដីជាមួយនឹងគ្នាព្រោះអ្នកមីងវាងបានគិតថាស៊ីងវ៉ាណាគឺជាមនុស្សដែលអាចកែប្រែអ៊ីសាវបានដោយសារតែពួកគេនឹងមានអត្តចរិតដូចគ្នាអញ្ចឹងមូជឹកនឹងក៏ជំទាស់ថានាងគ្រាន់តែជាមនុស្សស្រីប៉ុណ្ណោះនាងអាចធ្វើអីគេបានខ្លះមិនដូចគេទេគឺមានទំនាក់ទំនងល្អជាមួយនឹងអ៊ីសាវច្រើនឆ្នាំហើយគេហ៊ានធ្វើរឿងកខ្វក់គ្រប់យ៉ាងដើម្បីអ៊ីសាវមូជឹកគេជឿជាក់ខ្លាំងមែនទែនដោយសារតែក្រុមហ៊ុនរបស់ពួកគេបានឈរជើងមកក៏ដោយសារតែសារដៃរបស់ពួកគេទាំងពីរនេះដែលបានខិតខំច្រើនឆ្នាំអីចឹងណាដែលអ៊ីសាវនឹងមិនអាចខ្វះគេបានទេហើយយើងមកមើលស៊ីងវ៉ាន់យើងបន្តិចដែលគេនឹងក៏កំពុងតែមើលវីដេអូដែលប៉ារបស់គេនឹងបានបន្សល់ទុកទៀតហើយស្ដាប់ចុះស្ដាប់ឡើងនឹងក៏ចាប់អារម្មណ៍ទៅលើពាក្យសម្ដីរបស់គាត់តែបានថាគាត់រកឃើញអ្វីម្យ៉ាងប៉ុន្តែត្រូវការពេលវេលាមកបញ្ជាក់អញ្ចឹងពាក្យសម្ដីមួយនេះវាដូចជាជាប់តាក់ទងជាមួយនឹងរឿងអីចឹងណាស៊ីងវ៉ាន់នឹងគេកំពុងតែឆ្ងល់ដែរស្របពេលដែលមូជឹកបានតសម្ដីជាមួយអ្នកមីងវាងហើយជឿជាក់ថាអ៊ីសាវនឹងនៅតែត្រូវការគេអីចឹងទៅស្រាប់តែមានអីអ៊ីសាវក៏ឲ្យមូជឹកធ្វើនៅលិខិតព្រាងមួយដើម្បីធ្វើការផ្ទេរនៅហ៊ុនពាក់កណ្ដាលរបស់គេនឹងទៅឲ្យស៊ីងវ៉ាន់មូជឹកលឺហើយពិតជាហួសចិត្តខ្លាំងមែនទែនចង់ជំទាស់ជាមួយនឹងអ៊ីសាវប៉ុន្តែបើជាត្រូវអ៊ីសាវនឹងស្ដីបន្ទោសឲ្យវិញក៏ឲ្យជំទាស់ជាមួយនឹងគេបើមិនអញ្ចឹងទេផ្ដាច់តំណែងតំណងបងប្អូនល្អជាមួយនឹងគ្នាម្ល៉េះហើយមូជឹកបានត្រឹមតែខាំមកសកលចិត្តក៏មកបញ្ចេញកំហឹងនៅខាងក្រៅតាមម្នាក់ឯងបន្ទាប់ពីការបញ្ចេញកំហឹងរបស់គេហើយតើយើងបានដឹងថាការដែលពួកគេស្គាល់គ្នាដំបូងហ្នឹងគឺអ៊ីសាវនឹងបានជួយសង្គ្រោះមូជឹកចេញពីក្រុមបងធំមួយក្រុមដែលព្យាយាមនៅក្នុងការវាយសម្លាប់មូជឹកចោលពីពេលហ្នឹងមកពួកគេក៏ចាប់
ផ្ដើមរាប់អានគ្នាធ្វើជាបងប្អូនល្អហើយអ្វីដែលពួកគេកសាងមកជាមួយនឹងគ្នាមូជឺមិនសុខចិត្តឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស៊ីងវ៉ាន់ឡើយរីអ៊ីណានគេក៏រកឃើញឯកសារមួយចំនួនតាក់ទងទៅនឹងទំនាក់ទំនងរបស់អ៊ីសាជាមួយនឹងមូជឺយកមកបកគលមកឲ្យស៊ីងវ៉ាន់ចឹងស៊ីងវ៉ាន់ហ្នឹងគេក៏គិតថាប្រហែលជាប៉ែរបស់គេហ្នឹងបានដឹងពីរឿងសម្ងាត់របស់អ្នកទាំងពីរនាក់ហ្នឹងហើយតាមចរិតរបស់ប៉ាគេគឺជាមនុស្សដែលចូលចិត្តអួតសម្ញែងបើសិនជាមានបញ្ហាអ្វីគាត់ច្បាស់ជាទៅប្តឹងប៉ូលីសគាត់មិនមែនជាមនុស្សដែលត្រូវរត់គេចខ្លួនអញ្ចឹងទេប៉ុន្តែហេតុផលស៊ីជម្រៅតាក់ទងជាមួយនឹងរឿងហេតុការសម្ងាត់អីហ្នឹងគឺអត់ទាន់ដឹងច្បាស់នោះទេអញ្ចឹងហើយអ៊ីណាណាគឺមានតែទៅស្វែងរកទិន្នន័យបន្ថែមទៀតលុះដល់ពេលដែលស៊ីងវ៉ាន់បានបើកឡានចេញទៅក៏មានឡានសមួយហ្នឹងតាមឡានគេពីក្រោយស៊ីងវ៉ាន់ហ្នឹងក៏ចាប់អារម្មណ៍មើលតាមកញ្ចក់ឃើញដែរគេក៏ចាប់ផ្ដើមភ័យខ្លួនតែម្ដងមិនដឹងថាត្រូវធ្វើយ៉ាងណានោះស៊ីងវ៉ាន់ក៏បានខលទៅកាន់អ៊ីសាវប្រាប់ថាគេកំពុងតែធ្វើដំណើរតាមផ្លូវមានឡានមួយតាមគេហើយគេក៏កំពុងតែតម្រង់ទៅកាន់កំពង់ផែនិយាយតែប៉ុណ្្នឹងហើយសម្ដីរបស់ស៊ីងវ៉ាន់ក៏បានបាត់ទៅដែលធ្វើអ៊ីសាវហ្នឹងព្រួយបារម្ភខ្លាំងមែនទែនគេក៏បញ្ញាប់តម្រង់ទៅកាន់កំពង់ផែតែម្ដងឃើញថាស៊ីងវ៉ាន់ហ្នឹងត្រូវមនុស្សមួយក្រុមហ្នឹងចាប់គេជាប់តាមសមត្ថភាពរបស់អ៊ីសាវអាចជួយស៊ីងវ៉ាន់បានហើយក៏ប៉ុន្តែពួកគេហ្នឹងក៏បានយកកបិតហ្នឹងយកទៅភ្ជុំករបស់ស៊ីងវ៉ាន់អញ្ចឹងក៏ធ្វើអ៊ីសាវហ្នឹងមិនអាចវាយគ្នាបានទេគេក៏បានទម្លាក់អាវុធចុះហើយក៏ត្រូវក្រុមអស់ហ្នឹងវាយគេយ៉ាងច្រើនដំបងខ្លាំងមែនតើពួកគេស្មានថាអ៊ីសាវហ្នឹងបាក់កម្លាំងហើយអញ្ចឹងម្នាក់ដែលបានកាន់កបិតហ្នឹងក៏ថាមកចាក់អ៊ីសាវប៉ុន្តែបែរជាត្រូវអ៊ីសាវហ្នឹងវាយជាមួយគ្នាដែរតើអ៊ីសាវហ្នឹងអាចទៅក្បែរខ្លួនរបស់ស៊ីងវ៉ាន់ហើយក៏ជួយស្រាយចំណងឲ្យស៊ីងវ៉ាន់អ៊ីសាវក៏បន្តវាយជាមួយនឹងពួកគេឡើងដេកដួលអស់ហើយសល់តែម្នាក់ហ្នឹងរៀនដំបងនៅពេលដែលអ៊ីសាវហ្នឹងមិនបានប្រយ័ត្នស៊ីងវ៉ាន់ហ្នឹងក៏ចូលមកជួយការពារតែអ៊ីសាវមិននឹងឲ្យមនុស្សស្រីដែលគេឆ្លាញ់ហ្នឹងរងរបួសហគេក៏បង្វិលខ្លួនយ៉ាងលឿនដើម្បីរងមួយដំបងហ្នឹងមូជឿហ្នឹងក៏ទៅតែម្ដងនៅពេលដែលក្រុមអ្នកលេងហ្នឹងដេកដួលអស់ហើយអញ្ចឹងអ៊ីសាវហ្នឹងគេក៏ថាមកតាន់ពេលល្អណាចាត់ការពួកហ្នឹងឲ្យបានរៀបរយហើយមើលរៀបចំខ្លួនឲ្យបានល្អផងរួចពីហ្នឹងមកអ៊ីសាវក៏មកដល់ផ្ទះដោយកំពុងតែធ្វើការលាបលបួសលើដងខ្លួនស៊ីងវ៉ាន់ឃើញបែបនោះហើយគេក៏ស្ម័គ្រចិត្តនៅក្នុងការជួយលាបលបួសឲ្យដែរទៅព្រោះថាមុនហ្នឹងអ៊ីសាវលះបង់ទាំងជីវិតដើម្បីជួយការពារឲ្យស៊ីងវ៉ាន់ហើយមើលទៅពួកគេក៏ដូចជាស្និទ្ធស្នាលជាមួយនឹងគ្នាជាងមុនដែរតើអ៊ីសាវយកពេលមួយនេះដើម្បីនិយាយជាមួយនឹងស៊ីងវ៉ាន់ម្ដងទៀតដើម្បីឲ្យស៊ីងវ៉ាន់ហ្នឹងទុកឱកាសឲ្យគេម្ដងដើម្បីប៉ះប៉ូវទៅកាន់អ្វីដែលគេបានធ្វើទៅលើស៊ីងវ៉ាន់កន្លងមកទោះបីជាស៊ីងវ៉ាន់បានបដិសេធបែបស្រួលបួថាមិនអាចកែប្រែបានក៏អ៊ីសាវនៅតែទទូចគេហ៊ានធ្វើគ្រប់យ៉ាងតាមសំណើរបស់ស៊ីងវ៉ាន់ឲ្យតែស៊ីងវ៉ាន់ហ្នឹងព្រម20ទោសឲ្យគេអញ្ចឹងស៊ីងវ៉ាន់ក៏ឲ្យអ៊ីសាវហ្នឹងធ្វើការបកគលនៅគណនីក្រុមហ៊ុនមីងហ្វូមកឲ្យគេមកដោយគណនីក្រុមហ៊ុនមីងហ្វូហ្នឹងគឺជាស្នូលដ៏សំខាន់របស់គូគោរពបើវាស្ថិតនៅក្នុងដៃរបស់ស៊ីងវ៉ាន់អាចធ្វើការប្តឹងអ៊ីសាវឲ្យចូលគុកពេលណាក៏បានដែរប៉ុន្តែអ៊ីសាវមិនស្ទាក់ស្ទើរគេបានយកព្រមជាមួយនឹងសំណើរបស់ស៊ីងវ៉ាន់ដោយយកព្រមនៅក្នុងការបកគលគណនីមីងហ្វូហ្នឹងតែឲ្យស៊ីងវ៉ាន់ហើយម្ល៉េះហើយថ្ងៃបន្ទាប់មកស៊ីងវ៉ាន់ហ្នឹងក៏មកខាងក្រុមហ៊ុនមីងហ្វូដើម្បីចុះហត្ថលេខាជាមួយនឹងគ្នាដែលមានមូជឿហ្នឹងគឺជាសាក្សីម្នាក់ដែរតែមុននឹងដល់ការចុះហត្ថលេខាអីហ្នឹងខាងគណនីនៅខាងមីងហ្វូហ្នឹងគេបានធ្វើការបកគលនៅឯកសារភ្ញៀវមួយចំនួនដែលតាក់ទងជាមួយនឹងការជាវទិញអីចឹងណាប៉ុន្តែពួកគេមិនទាន់បានធ្វើការបកគលនៅសាច់ប្រាក់អីទេបរិមម្នាក់ហ្នឹងក៏បកគលនៅតន័យភ្ញៀវដែលចំពេកហ្នឹងថាឲ្យស៊ីងវ៉ាន់ត្រួតពិនិត្យមើលក៏ប៉ុន្តែមូជឿហ្នឹងបែរជាថាមិនបាច់នោះទេក៏រុញឲ្យបរិមម្នាក់នោះរក្សាទុកវិញហើយបន្ទាប់មកគឺជាឯកសារដែលស៊ីងវ៉ាន់ណាត្រូវធ្វើការចុះហត្ថលេខាស៊ីងវ៉ាន់មិនបានត្រួតពិនិត្យមើលឯកសារហ្នឹងច្បាស់លាស់ឡើយហើយពីរនាក់គេហ្នឹងទឹកមុខមើលទៅដូចជាគួរឲ្យសង្ស័យខ្លាំងណាស់បន្ទាប់ពីបរិមម្នាក់ហ្នឹងដើរចេញមូជឿហ្នឹងក៏ដណ្ដើមយកកាបូបរបស់ស៊ីងវ៉ាន់ព្រោះដឹងថាក្នុងហ្នឹងស៊ីងវ៉ាន់បានបង្កប់នៅឧបករណ៍ record សំឡេងដែលគេក៏បោះពាក្យសម្ដីថាឪពុកកូនពិតជាដូចគ្នាមែនយុទ្ធសាស្ត្រដដែលស៊ីងវ៉ាន់ក៏ដេញតាមនិយាយជាមួយនឹងមូជឿថាលោកក៏ប្រើប្រាស់នៅល្បិចដដែលដូចគ្នាប្រើប្រាស់ឈ្មោះអ្នកផ្សេងដើម្បីធ្វើការវិនិយោគរួចហើយក៏ដាក់លក់ដើម្បីបានប្រាក់ចំណេញតែរបស់គេក៏ធ្លាប់ធ្លាក់ចូលទៅក្នុងអន្ទាក់មួយនេះដែរស៊ីងវ៉ាន់ទទួលបានតម្រុយបណ្ដាអញ្ចឹងហើយគេក៏បានសួរថាតើពាក្យសម្ដីលោកមុនហ្នឹងគឺចង់បានន័យថាម៉េចឪពុកកូនរបស់ខ្ញុំប្រើប្រាស់នៅយុទ្ធសាស្ត្រដូចគ្នាអញ្ចឹងបានន័យថាប៉ារបស់ខ្ញុំក៏ធ្លាប់ធ្វើការថតនៅសំឡេងហើយលោកគឺជាអ្នកដែលមានចេតនានៅក្នុងការបកគល USB នឹងឲ្យខ្ញុំដែរកំពុងតែជួចិត្តដែលមុខជឿត្រូវគាំងស្ញែងជាមួយនឹងសំណួររបស់ស៊ីងវ៉ាន់ផងរឿងរបស់យើងនឹងគឺបានស្លេះត្រង់នឹងបានអញ្ចឹងហើយមានតែចាំតាមដានជាមួយនឹង admin ម្ដងទៀតនៅក្នុងភាគក្រោយទាំងអស់គ្នាអរគុណច្រើនជម្រាបលាបាយបាយ